ដើមហេតុនៃសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីខ្ញុំនឹងលើកយកសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីក្នុងឆ្នាំ2014និង2022ព្រោះសង្គ្រាមនេះបានប៉ះពាល់ខ្លាំងទៅដល់អឺរ៉ុបនិងពិភពលោកទាំងមូលក៏ដោយសារតែប្រទេសទាំងពីរនេះសុទ្ធសឹងតែជាផ្នែកមួយនៃពិភពលោកដែលជាអ្នកផ្គត់ផ្គង់គ្រាប់ធញ្ញជាតិប្រេងនិងឧស្ម័នដ៏ធំមួយសម្រាប់ពិភពលោកពិសេសគឺដល់អឺរ៉ុបតែម្ដងម្ល៉េះហើយវត្ថុធាតុដើមទាំងអស់នឹងត្រូវបានរាំងស្ទះមិនអាចនាំចេញតាមតម្រូវការពិភពលោកដែលវាពិតជាពិបាកក្នុងការអភិវឌ្ឍជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែនបានចាប់ផ្ដើមនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2022នៅពេលដែលកងកម្លាំងយោធារុស្ស៊ីបានចូលក្នុងប្រទេសបេឡារុសនិងគ្រីមៀមុននឹងការឈានពាននេះមានជម្លោះ8ឆ្នាំរួចមកហើយនៅភាគខាងកើតអ៊ុយក្រែនរវាងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែននិងក្រុមបំបែកខ្លួនគ្រប់គ្រងដោយរុស្ស៊ីឯកសារនេះផ្ដល់នូវពេលវេលានៃព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងនៅក្នុងជម្លោះនៅអ៊ុយក្រែនចាប់តាំងពីការឈានពានរបស់រុស្ស៊ីឆ្នាំ2022សូមបញ្ជាក់ផងដែរថាមានការផ្លាស់ប្ដូររដ្ឋាភិបាលនៅក្នុងចក្រភពអង់គ្លេសបន្ទាប់ពីការបោះឆ្នោតទូទៅនៅថ្ងៃទី4ខែកក្កដាឆ្នាំ2024រដ្ឋឯកសារយោងចំពោះនាយករដ្ឋមន្ត្រីនិងរដ្ឋាភិបាលផ្សេងទៀតនិងគោលនយោបាយរដ្ឋាភិបាលចក្រភពអង់គ្លេសគឺត្រឹមត្រូវចាប់តាំងពីការបដិឆេទនៃការចូលនីមួយៗចំពោះនៅថ្ងៃទី20ខែមករាឆ្នាំ2025រដ្ឋបាលត្រាំបានចូលកាន់កាប់តំណែងនៅសហរដ្ឋអាមេរិករាល់ឯកសារយោងទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកនិងលេខាធិការគណៈរដ្ឋមន្ត្រីនិងគោលនយោបាយរដ្ឋាភិបាលសហរដ្ឋអាមេរិកគឺត្រឹមត្រូវគិតត្រឹមការបដិឆេទនៃការចូលនីមួយៗនៅខែវិច្ឆិកាឆ្នាំ2013រដ្ឋាភិបាលអ៊ុយក្រែនបានសម្រេចចិត្តបញ្ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមាគមដែលបានគ្រោងទុកជាមួយនឹងសហភាពអឺរ៉ុបនិងបាតកម្មដែលបានកើតឡើងនៅក្នុងរដ្ឋធានីគីវបាតកម្មរ៉ូម៉ៃដានបានក្លាយទៅជាអំពើហិង្សានៅដើមឆ្នាំ2014នៅក្នុងខែកុម្ភៈរដ្ឋមន្ត្រីការបរទេសអឺរ៉ុបមួយចំនួនបានសម្រុះសម្រួលការសម្របសម្រួលមួយពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលរួមរួមនិងការបោះឆ្នោតមុនការកំណត់Шановне товариство, брати і сестри українці, нині влада нас зрадила. Янукович зрадив не тільки тим, що протягом 3,5 років... បន្ទាប់ពីការដួលរលំនៃកិច្ចព្រមព្រៀងចែករំលែកអំណាចនៅថ្ងៃទី22ខែកុម្ភៈឆ្នាំ2014លោក Viktor Yanukovych បានបាត់ខ្លួនពីប្រទេសអ៊ុយក្រែនហើយរដ្ឋាភិបាលថ្មីដែលរួមបញ្ចូលតួលេខចម្រូងចម្រាសមួយចំនួនត្រូវបានដំឡើងដោយសហភាពអ៊ុយក្រែនក្រោយមកនៅក្នុងខែកុម្ភៈអិសរាជជនយោធាដែលមិនស្គាល់អត្តសញ្ញាណដែលគេគិតថាជាទូទៅនៅលោកខាងលិចជាបុគ្គលិករុស្ស៊ីបានឡោមព័ទ្ធអាកាសយានដ្ឋាននៅគ្រីមៀដែលជាឧបទ្វីបរុស្ស៊ីភាគច្រើននៅអ៊ុយក្រែនហើយសភាស្វយ័តគ្រីមៀត្រូវបានកាន់កាប់ដោយកងកម្លាំងគ្រប់គ្រងរុស្ស៊ីឯកសារនេះពិនិត្យលើសាវតាប្រវត្តិសាស្ត្រនិងសេដ្ឋកិច្ចចំពោះវិបត្តិហើយពិនិត្យទៅលើការអះអាងថាកម្មភាពរបស់គ្រីមៀដែលបានប្រកាសឯករាជ្យពីអ៊ុយក្រែនគឺត្រូវគ្នានឹងច្បាប់អន្តរជាតិវាក៏ពិចារណាផងដែរនៅប្រតិកម្មដែលបានស្នើឡើងដោយបណ្ដាប្រទេសលោកខាងលិចដែលរួមមានការដាក់ទណ្ឌកម្មជាគោលដៅប្រឆាំងទៅនឹងអ្នកដែលនៅក្នុងវិមានកម្លាំងដែលត្រូវបានគេវិតម្លៃថាមានទំនាក់ទំនងជាមួយនឹងការសម្រេចចិត្តទាក់ទងនឹងគ្រីមៀវាក៏ពិចារណាយ៉ាងខ្លីផងដែរនៅប្រទេសផ្សេងទៀតអំពីអតីតកាលសហភាពសូវៀតដែលមានជំនឿរុស្ស៊ីការបញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ីក្នុងឆ្នាំ2014នៅចុងខែកុម្ភៈឆ្នាំ2014អិសរាជជនយោធាមិនស្គាល់អត្តសញ្ញាណក្រោយមកត្រូវបានបញ្ជាក់ថាជាបុគ្គលិករុស្ស៊ីបានឡោមព័ទ្ធពលានយន្តហោះនៅគ្រីមៀដែលជាឧបទ្វីបរុស្ស៊ីភាគច្រើននៅអ៊ុយក្រែនការជួបជុំស្វយ័តគ្រីមៀត្រូវបានរឹបអូសដោយកងកម្លាំងគ្រប់គ្រងរុស្ស៊ីនៅខែមីនាឆ្នាំ2014សភាបានចេញសេចក្តីប្រកាសឯករាជ្យហើយធ្វើប្រជាមតិជាបន្តបន្ទាប់ស្តីពីសហជីពជាមួយរុស្ស៊ីត្រូវបានធ្វើឡើងយោងតាមមន្ត្រីបោះឆ្នោតរុស្ស៊ី 95.5% នៃអ្នកបោះឆ្នោតគ្រប់គ្រងសហភាពជាមួយរុស្ស៊ីលទ្ធផលនៃប្រជាមតិនេះមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិទេតាំងពីពេលនោះមករុស្ស៊ីបានរក្សាការគ្រប់គ្រងរបស់ខ្លួនលើគ្រីមៀនិងបានគ្រប់គ្រងកងកម្លាំងបំបែកខ្លួនដែលគ្រប់គ្រងរុស្ស៊ី
បានកាន់កាប់ផ្នែកខ្លះនៃតំបន់ Donetsk និង Luhansk នៃភាគខាងកើតអ៊ុយក្រែនក្នុងឆ្នាំ2014 ការប្រយុទ្ធគ្នារវាងក្រុមបំបែកខ្លួនដែលគ្រប់គ្រងដោយរុស្ស៊ីនិងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែនបានបន្តទៅដុនបាសក្នុងរយៈពេល8ឆ្នាំចុងក្រោយនេះបើទោះបីជាមានការចរចាកិច្ចព្រមព្រៀង Minsk ក្នុងឆ្នាំ2014និង2015ដែលបានអំពាវនាវឲ្យមានបទឈប់បាញ់ការដកក្រុមប្រដាប់អាវុធបរទេសទាំងអស់និងកំណែទម្រង់រដ្ឋធម្មនុញ្ញដែលទទួលស្គាល់ស្ថានភាពពិសេសរបស់ Donetsk និង Luhansk ក៏ដោយសង្គ្រាមអ៊ុយក្រែន3ឆ្នាំចាប់តាំងពីការលុកលុយពេញមួយខែកុម្ភៈឆ្នាំ2022របស់រុស្ស៊ីលើអ៊ុយក្រែនរុស្ស៊ីនៅតែបន្តកាន់កាប់ប្រហែល 20% នៃប្រទេសបន្ទាប់ពីទទួលបានទឹកដីជាង 4,000 គីឡូម៉ែត្រកន្លះក្នុងឆ្នាំ2024រុស្ស៊ីនៅតែបន្តទម្លាក់គ្រាប់បែកទៅលើទីក្រុងអ៊ុយក្រែនខណៈពេលដែលអ៊ុយក្រែនរក្សាការវាយប្រហារដោយចំហគ្មានមនុស្សបើកលើនាវារុស្ស៊ីនិងរថយន្តយោធាចាប់តាំងពីខែមករាឆ្នាំ2022អ៊ុយក្រែនបានទទួលជំនួយប្រហែល 407,000 លានដុល្លារក្នុងនោះមានជាង 118,000 លានដុល្លារពីសហរដ្ឋអាមេរិកការប្រយុទ្ធគ្នានឹងការវាយប្រហារតាមអាកាសបានធ្វើឲ្យជនស៊ីវិលជាង 40,000 នាក់បានស្លាប់បាត់បង់ជីវិតខណៈដែលមនុស្ស 4 លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងហើយ 6.8 លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនមនុស្ស 14.6 លាននាក់ត្រូវការជំនួយមនុស្សធម៌នៅពេលដែលសហរដ្ឋអាមេរិកធ្វើការដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនវិធីសាស្ត្ររបស់រដ្ឋាភិបាលត្រាំបានបង្កើនភាពតានតឹងរវាងគៀវនិងវ៉ាស៊ីនតោនបន្ទាប់ពីកិច្ចប្រជុំនៅសេតវិមានរវាងប្រធានាធិបតី Zelensky និងលោកប្រធានាធិបតី Trump និងអនុប្រធានាធិបតី JD Vance ដែលធ្លាក់ចូលទៅក្នុងភាពចម្រូងចម្រាសលោក Trump បានផ្អាកជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនកាលពីថ្ងៃទី11ខែមីនាអ៊ុយក្រែនបានប្រកាសថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកសំណើរដ្ឋាភិបាលត្រាំសម្រាប់បទឈប់បាញ់បណ្ដោះអាសន្នរយៈពេល30ថ្ងៃដែលទាក់ទងទៅនឹងកិច្ចព្រមព្រៀងរបស់រុស្ស៊ីសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងលុបចោលការផ្អាកការចែកចម្លែកព័ត៌មានស៊ើបការណ៍សម្ងាត់របស់ខ្លួនភ្លាមៗនិងស្នើជំនួយយោធាដល់អ៊ុយក្រែនចំនួនប្រដាប់អាវុធនៅភាគខាងកើតអ៊ុយក្រែនបានផ្ទុះឡើងនៅដើមឆ្នាំ2014បន្ទាប់ពីការបញ្ចូលគ្រីមៀរបស់រុស្ស៊ីកាលពីឆ្នាំមុនការតវ៉ានៅក្នុងរដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែនប្រឆាំងនឹងការបដិសេធរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych លើកិច្ចព្រមព្រៀងសម្រាប់សមាហរណកម្មសេដ្ឋកិច្ចកាន់តែច្រើនជាមួយនឹងសហភាពអឺរ៉ុបត្រូវបានជួបជាមួយនឹងការបង្ក្រាបដោយកងកម្លាំងសន្តិសុខរដ្ឋក្រោយមកការតវ៉ាបានកើនឡើងហើយប្រធានាធិបតី Yanukovych បានភៀសខ្លួនចេញពីប្រទេសក្នុងខែកុម្ភៈក្នុងឆ្នាំ2014មួយខែក្រោយមកគឺក្នុងខែមីនាឆ្នាំ2014កងកម្លាំងពិសេសរុស្ស៊ីបានកាន់កាប់ប្រទេសអ៊ុយក្រែននៃគ្រីមៀប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកឡើងពីតម្រូវការការពារសិទ្ធិពលរដ្ឋរុស្ស៊ីនិងអ្នកនិយាយរុស្ស៊ីនៅគ្រីមៀនិងភាគខាងអាគ្នេយ៍អ៊ុយក្រែនបន្ទាប់មករុស្ស៊ីបានបញ្ចូលវិបនេះជាផ្លូវការបន្ទាប់ពីគ្រីមៀបានបោះឆ្នោតដើម្បីចូលរួមជាមួយនឹងសហព័ន្ធរុស្ស៊ីនៅក្នុងប្រជាមតិក្នុងតំបន់ដែលមានជម្លោះវិបត្តិនេះបង្កើនការបែកបាក់ជាតិសាសន៍ហើយពីខែក្រោយមកក្រុមបំបែកខ្លួនដែលគ្រប់គ្រងរុស្ស៊ីនៅតំបន់ភាគខាងកើតនៃទីក្រុងដូនេតនិង Luhansk របស់អ៊ុយក្រែនបានធ្វើប្រជាមតិឯករាជ្យចំនួនប្រដាប់អាវុធនៅក្នុងតំបន់បានផ្ទុះឡើងយ៉ាងឆាប់រហ័សរវាងកងកម្លាំងគ្រប់គ្រងដោយរុស្ស៊ីនិងយោធាអ៊ុយក្រែនបើទោះបីជារុស្ស៊ីបានបដិសេធការជាប់ពាក់ព័ន្ធផ្នែកយោធាក៏ដោយទាំងអ៊ុយក្រែននិងអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងបានរាយការណ៍អំពីកងទ័ពរុស្ស៊ីនិងឧបករណ៍យោធានៅជិតទីក្រុងដូនេតនិងការបាញ់ប្លង់ឆ្លងព្រំដែនរបស់រុស្ស៊ីចំនួនឈានដល់ដំណាក់កាលជាប់គាំងយ៉ាងសកម្មដែលមានការបាញ់ប្លង់និងការប៉ះទង្គិចគ្នាជាប្រចាំនៅតាមជួរមុខនៅខែតុលាឆ្នាំ2021ការប្រមូលផ្ដុំស៊ើបការណ៍ជាច្រើននៃចលនាកងទ័ពរុស្ស៊ីការបង្កើនកម្លាំងនិងការផ្ដល់ហិរញ្ញប្បទានសម្រាប់ភាពចាំបាច់ផ្នែកយោធាបានបញ្ចប់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានជាមួយមេដឹកនាំចារកម្មយោធានិងអ្នកកាត់ទោសរបស់សហរដ្ឋអាមេរិក
ស្ដីអំពីការលុកលុយទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនឈានទៅដល់ការលុកលុយនេះរដ្ឋបាល Joe Biden បានកាត់បន្ថយឧបសគ្គនៃការចែករំលែកព័ត៌មាននិងអនុញ្ញាតឲ្យមានការផ្សព្វផ្សាយទូលំទូលាយនៃការស៊ើបការសម្ងាត់និងការរកឃើញទាំងជាមួយសម្ព័ន្ធមិត្តរួមទាំងអ៊ុយក្រែននិងសាធារណរដ្ឋរូបភាពផ្កាយរណបពាណិជ្ជកម្មការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមនិងការស៊ើបការសម្ងាត់ដែលបានចេញផ្សាយពីខែវិច្ឆិកានិងខែធ្នូឆ្នាំ2021បានបង្ហាញពីស្ដេចកាំជ្រួចនិងអាវុធទន់ធ្ងន់ផ្សេងទៀតដែលបានកំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ុយក្រែនដោយមិនមានការពន្យល់ជាផ្លូវការពីវិមានកម្លាំងនៅពាក់កណ្ដាលខែធ្នូឆ្នាំ2021ក្រសួងការបរទេសរុស្ស៊ីបានអំពាវនាវឲ្យសហរដ្ឋអាមេរិកនិងអង្គការ NATO បញ្ឈប់សកម្មភាពយុទ្ធសាស្ត្រនៅអឺរ៉ុបខាងកើតនិងអាស៊ីកណ្ដាលបដិញ្ញាថានឹងមិនពង្រីកអង្គការ NATO បន្ថែមទៀតឆ្ពោះទៅកាន់ប្រទេសរុស្ស៊ីនិងរារាំងអ៊ុយក្រែនពីការចូលរួមក្នុងអង្គការ NATO នៅពេលអនាគតសហរដ្ឋអាមេរិកនិង NATO បានច្រានចោលការទាមទារទាំងនេះហើយបានគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរលើរុស្ស៊ីនៅដើមខែកុម្ភៈឆ្នាំ2022រូបភាពផ្កាយរណបបានបង្ហាញពីការដាក់ពង្រាយកងទ័ពរុស្ស៊ីធំបំផុតទៅកាន់ព្រំដែនរបស់ខ្លួនដែលជាមួយនឹងប្រទេសបេឡារុសចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ការចរចារវាងសហរដ្ឋអាមេរិករុស្ស៊ីនិងមហាអំណាចអឺរ៉ុបបានបរាជ័យនៅក្នុងការនាំមកនូវដំណោះស្រាយមួយនៅចុងខែកុម្ភៈឆ្នាំ2022សហរដ្ឋអាមេរិកបានព្រមានរុស្ស៊ីថាមានបំណងឈ្លានពានអ៊ុយក្រែនដោយលើកឡើងអំពីការកើនឡើងនៃវត្តមានយោធារបស់រុស្ស៊ីនៅព្រំដែនរុស្ស៊ីអ៊ុយក្រែនបន្ទាប់មកប្រធានាធិបតីពូទីនបានបញ្ជាក់ឲ្យកងទ័ពទៅកាន់លូហាននិងដូណេតសម្រាប់មុខងាររក្សាសន្តិភាពសហរដ្ឋអាមេរិកបានឆ្លើយតបដោយការដាក់ទណ្ឌកម្មលើតំបន់និងបំពង់បង្ហូរអូស្មန် Nord Stream 2យ៉ាងណាក៏ដោយមុនពេលការឈ្លានពានមេដឹកនាំអាមេរិកនិងអ៊ុយក្រែននៅតែមានចំនួនតាក់ទងទៅនឹងលទ្ធភាពនៃការគំរាមកំហែងដែលប្រដាប់អាវុធរបស់រុស្ស៊ីដោយមន្ត្រីអ៊ុយក្រែនបានលែងបដិសេធលទ្ធភាពនៃការលុកលុយនិងពន្យាពេលការចល័តទ័ពនិងកម្លាំងម្រុងរបស់ពួកគេនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2022ក្នុងកំឡុងពេលកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងរុស្ស៊ីពីការឈ្លានពានអ៊ុយក្រែនលោកពូទីនបានចាប់ផ្ដើមការឈ្លានពានពេញទំហឹងទៅលើដីសមុទ្រនិងផ្លូវអាកាសដោយផ្ដោតទៅលើទ្រព្យសម្បត្តិយោធាអ៊ុយក្រែននិងទីក្រុងនានាទូទាំងប្រទេសលោកពូទីនបានអះអាងថាគោលដៅនៃប្រតិបត្តិការនេះគឺដើម្បីរំសាយកងទ័ពនិងធ្វើឲ្យអ៊ុយក្រែនបាត់បង់ជីវិតនិងបញ្ចប់ការចោទប្រកាន់ថាអំពើបន្លាចពូជសាសន៍របស់ជនជាតិរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែនប្រធានាធិបតីអាមេរិកលោក Joe Biden បានកោះហៅការវាយប្រហារនេះថាគ្មានការបង្កហេតុនិងសមហេតុផលហើយបានចេញទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងមន្ត្រីវិមានកម្លាំងរួមទាំងលោកពូទីននិងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ធនាគារបំផុតចំនួន4របស់រុស្ស៊ីនិងឧស្សាហកម្មប្រេងអូស្មန်របស់រុស្ស៊ីក្នុងការសម្របសម្រួលជាមួយនឹងសម្ព័ន្ធមិត្តអឺរ៉ុបកាលពីថ្ងៃទី2ខែមីនាប្រទេសចំនួន141ក្នុងចំណោម193សមាជិកអង្គការសហប្រជាជាតិបានបោះឆ្នោតថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅក្នុងសម័យប្រជុំសន្និបាតអង្គការសហប្រជាជាតិជាបន្ទាន់ដែលទាមទារឲ្យរុស្ស៊ីដកខ្លួនចេញពីអ៊ុយក្រែនជាបន្ទាន់នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីដំបូងបានថយចុះក្នុងខែមីនាការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយបានបង្កការខូចខាតយ៉ាងសំខាន់ដល់ទ្រព្យសម្បត្តិយោធាអ៊ុយក្រែនតំបន់លំនៅឋានក្នុងទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងនិងការដឹកជញ្ជូនមន្ទីរពេទ្យនិងអគារលំនៅឋានក៏បានរងការវាយប្រហារដោយការបាញ់ផ្លោងនិងការទម្លាក់គ្រាប់បែកតែមកក្នុងខែនោះរុស្ស៊ីបានប្រកាសពីការកាត់បន្ថយសកម្មភាពយោធានៅជិតទីក្រុងគៀវនិងជេនីហ៊ីវបន្ទាប់មកមានការដកកងទ័ពទាំងអស់ចេញពីតំបន់រដ្ឋធានីរបស់អ៊ុយក្រែនត្រឹមថ្ងៃទី6ខែមេសានៅតំបន់ជុំវិញទីក្រុងគៀវជនស៊ីវិលបានពិពណ៌នាអំពីឧក្រិដ្ឋកម្មសង្គ្រាមជាក់ស្ដែងដែលប្រព្រឹត្តដោយកងទ័ពកម្លាំងរុស្ស៊ីរួមទាំងគណនីនៃការប្រហារជីវិតការធ្វើទារុណកម្មនិងការរំលោភ
កាលពីថ្ងៃទី18ខែមេសារុស្ស៊ីបានបើកការវាយលុកដ៏ធំមួយនៅភាគខាងកើតអ៊ុយក្រែនបន្ទាប់ពីការប៉ុនប៉ងបរាជ័យរបស់ខ្លួនក្នុងការដណ្ដើមយករដ្ឋធានីនៅខែឧសភាកងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុងម៉ារូប៉ូលដែលជាទីក្រុងកំពង់ផែភាគអាគ្នេយ៍សំខាន់និងមានយុទ្ធសាស្ត្រខ្ពស់ការវាយប្រហារដោយមិនរើសអើងនិងជាគោលដៅលើជនស៊ីវិលនៅក្នុងទីក្រុងបានពង្រីកការចាប់ប្រកាន់ប្រឆាំងនឹងកងកម្លាំងរុស្ស៊ីចំពោះការរំលោភច្បាប់មនុស្សធម៌អន្តរជាតិចាប់តាំងពីរដូវក្តៅឆ្នាំ2022ការប្រយុទ្ធគ្នាភាគច្រើនត្រូវបានបង្ខំនៅភាគខាងកើតនិងខាងត្បូងរបស់អ៊ុយក្រែនជាមួយនឹងកម្មជួចនាវារុស្ស៊ីគ្រាប់បែកចង្កោមនិងអាវុធកម្ដៅបានបំផ្លិចបំផ្លាញទីក្រុងកំពង់ផែតាមរយៈសមុទ្រខ្មៅនិងសមុទ្រអាហ្សូរការរឹបអូសរបស់រុស្ស៊ីលើកំពង់ផែអ៊ុយក្រែនមួយចំនួននឹងការបិទការនាំចេញអាហារអ៊ុយក្រែនជាបន្តបន្ទាប់បានរួមបញ្ចូលវិបត្តិស្បៀងអាហារពិភពលោកក្នុងធ្ងររួចទៅហើយមុនពេលមានចំនួនអ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទំនិញដ៏ធំបំផុតដល់កម្មវិធីស្បៀងអាហារពិភពលោកដែលផ្ដល់ជំនួយស្បៀងអាហារដល់ប្រជាជនដែលងាយរងគ្រោះនៅខែកក្កដាឆ្នាំ2022រុស្ស៊ីនិងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីដោះលែងគ្រាប់ធញ្ញជាតិជាង20លានតោនពីកំពង់ផែអ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីកាលពីខែតុលារុស្ស៊ីបានផ្អាកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនទៅលើកងកម្លាំងកងទ័ពរុស្ស៊ីទូគីបានចរចាភ្លាមៗអំពីការវិលត្រឡប់របស់រុស្ស៊ីក្នុងកិច្ចព្រមព្រៀងនេះបន្តរហូតដល់ថ្ងៃទី17ខែកក្កដាឆ្នាំ2023នៅពេលដែលរុស្ស៊ីចាកចេញពីកិច្ចព្រមព្រៀងក្រោយមកអ៊ុយក្រែនបានអនុម័តផ្លូវដឹកជញ្ជូនប្រកបដោយសុវត្ថិភាពនៅតាមឆ្នេរសមុទ្រនៃសមាជិក NATO រូម៉ានីនិងប៊ុលហ្គារីដែលបានសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិខ្ពស់ជាងបាល់ធីបក្នុងឆ្នាំ2023នៅពាក់កណ្ដាលខែសីហាឆ្នាំ2022ខ្សែបន្ទាត់ជួរមុខនៃសង្គ្រាមបានផ្លាស់ប្ដូរទៅភាគខាងត្បូងដែលបង្កឲ្យមានការភ័យខ្លាចជាអន្តរជាតិចំពោះគ្រោះមហន្តរាយនុយក្លេអ៊ែរនៅរោងចក្រនុយក្លេអ៊ែរតាមដងទន្លេឌីនប្រូរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុបរោងចក្រសាប៉ូរីសៀត្រូវបានរឹបអូសដោយកងកម្លាំងរុស្ស៊ីក្នុងដំណាក់កាលដំបូងនៃសង្គ្រាមការប្រយុទ្ធគ្នានៅជិតកន្លែងផលិតបានបង្កើនការព្រួយបារម្ភអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រការបាញ់ផ្លោងនៃកន្លែងប្ដូររោងចក្របាននាំឲ្យមានការរំខានថាមពលនៅក្បែរនោះរួចទៅហើយដូចជាការដាច់ភ្លើងទូទាំងទីក្រុងនៅអ៊ីនហូដានៅខែកញ្ញាឆ្នាំ2022កងកម្លាំងអ៊ុយក្រែនបានឈានទៅមុខយ៉ាងខ្លាំងក្លានៅភាគឦសាននិងបានធ្វើការវាយលុកភាគខាងត្បូងដែលរស់ឡើងវិញអ៊ុយក្រែនបានដណ្ដើមយកទឹកដីសំខាន់ៗនៅក្នុងតំបន់ខាវគីវមកវិញធ្វើឲ្យកងកម្លាំងរុស្ស៊ីភ្ញាក់ផ្អើលនិងកាត់ផ្តាច់ខ្សែផ្គត់ផ្គង់សំខាន់ៗនៅលីម៉ាន់បន្ថែមពីលើការបញ្ជូនកងកម្លាំងរាប់ម៉ឺននាក់ទៅកាន់តំបន់នេះមុនការវាយលុកនៅខែកុម្ភៈឆ្នាំ2023ក្រោយមកនៅក្នុងខែនោះលោកពូទីនបានផ្លាស់ទៅដាក់បញ្ចូលដោយខុសច្បាប់នៅទឹកដីកាន់កាប់ចំនួន4គឺ Luhansk, Donetsk, Kherson និង Zaporizhzhia នៅក្នុងសន្ទរកថាអមជាមួយនឹងលោកពូទីនបានលើកឡើងពីសក្តានុពលសម្រាប់ការកើនឡើងនុយក្លេអ៊ែរដោយសំដៅទៅលើការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកប្រឆាំងទៅនឹងប្រទេសជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី2បន្ទាប់ពីភាពជាប់គាំងរដូវរងាលោកពូទីនបានប្រកាសផែនការក្នុងខែកុម្ភៈដើម្បីដណ្ដើមយកទីក្រុង Donbas ទាំងអស់ត្រឹមខែមីនាឆ្នាំ2023នៅក្នុងការវាយលុកមួយទោះជាយ៉ាងណាក៏ដោយការវាយប្រហារបានរីកចម្រើនតិចតួចហើយបានចូលទៅក្នុងការឡោមព័ទ្ធរយៈពេលច្រើនខែនៃបាខូមុតដែលជាទីក្រុងនៃយុទ្ធសាស្ត្រមានកម្រិតប៉ុន្តែជានិមិត្តសញ្ញាដ៏ច្រើននៃតម្លៃនៅចុងខែឧសភារុស្ស៊ីបានអាងគ្រប់គ្រងទីក្រុងនេះហើយការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការដណ្ដើមយកតំបន់នោះមិនបានជោគជ័យឡើយសហរដ្ឋអាមេរិកបានប៉ាន់ស្មានថារុស្ស៊ីបានទទួលរងរបួសចំនួន100,000នាក់នៅបាខូមុតនៅថ្ងៃទី6ខែមិថុនាឆ្នាំ2023ការទម្លុះទំនប់ Nova Kakhovka ចម្ងាយ60គីឡូម៉ែត្រភាគខាងជើងនៃ Kherson នៅលើដងទន្លេ Dnipro បានបណ្ដាលឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគនិរតីនៃប្រទេសអ៊ុយក្រែនដែលប៉ះពាល់ដល់មនុស្សជាង 80,000 នាក់ដែលរស់នៅក្នុងតំបន់ទន្លេអ៊ុយក្រែនបានចោទរុស្ស៊ីថាបានបំផ្ទុះទំនប់ដើម្បី
ការការពារវាលុកនៅភាគអាគ្នេយ៍បដិបត្តិការទំនប់ទឹកអ៊ុយក្រែនបាននិយាយថាវាត្រូវបានបំផ្លាញលើសពីការជួសជុលនៅខែមិថុនាឆ្នាំ2023អ៊ុយក្រែនបានចាប់ផ្ដើមការវាយលុកដែលរំពឹងទុកជាច្រើនដោយប៉ុនប៉ងចំនួនការការពាររបស់រុស្ស៊ីឆ្ពោះទៅភាគខាងកើតក្នុងខេត្ត Donetsk និងទៅភាគខាងត្បូងក្នុងខេត្ត Zaporizhzhia ដែលបង្កើតជាច្រករបៀងដីទៅកាន់គ្រីមៀកងកម្លាំងអ៊ុយក្រែនបានជួយការទប់ទល់យ៉ាងតឹងរ៉ឹងនិងបានទទួលរងការខាត់បងយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងទីតាំងការពាររបស់រុស្ស៊ីដែលរឹងរូសឧត្តមភាពដែនអាកាសនិងវាលមីនយ៉ាងណាក៏ដោយអ៊ុយក្រែនបានទទួលបានផលិតផលតិចតួចលើដីហើយបានបង្កើនការវាយប្រហារលើស្ពានទៅកាន់គ្រីមៀកប៉ាល់រុស្ស៊ីនិងអគារនានានៅក្នុងទីក្រុងមូស្គូចាប់តាំងពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយជាង$118,000 លានដល់អ៊ុយក្រែនរួមទាំងប្រហែល$65,000 លានជាជំនួយយោធាភ្លាមៗផងដែរនៅដើមឆ្នាំ2023រដ្ឋបាល Joe Biden បានអនុម័តលើការផ្តល់សព្វាវុធទំនើបៗដូចជាការពារដែនអាកាសតាមប្រព័ន្ធ Patriot ដែលមានសារៈសំខាន់សម្រាប់ការពារប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនិងរថក្រោះប្រយុទ្ធលំដាប់កំពូលវត្តមានទ័ពអាមេរិកនៅអឺរ៉ុបក៏បានកើនឡើងដល់ជាង100,000នាក់ដែរទោះបីជាបន្តថ្កោលទោសលើតួអង្គអន្តរជាតិសំខាន់ៗក៏ដោយរុស្ស៊ីនៅតែបន្តកសាងភាពជាដៃគូដ៏មានតម្លៃប្រទេសកូរ៉េខាងជើងនិងអ៊ីរ៉ង់ចែករំលែកឧបករណ៍ស៊ើបការណ៍សម្ងាត់និងឧបករណ៍យោធាខណៈដែលប្រទេសផ្សេងទៀតគឺឥណ្ឌានិងចិនបានចាប់ផ្ដើមទិញប្រេងនិងឧស្ម័នពីរុស្ស៊ីក្នុងតម្លៃបញ្ចុះតម្លៃនៅថ្ងៃទី23ខែមិថុនាលោកពូទីនបានប្រឈមមុខទៅនឹងបញ្ហាដ៏ធំមួយនៅពេលដែលលោក Yevgeny Prigozhin អតីតមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner បានចាប់ប្រកាន់ក្រសួងការពារជាតិរុស្ស៊ីពីការបាញ់ផ្លងកងកម្លាំងរបស់គាត់និងបានប្រកាសការដើរក្បួនជំនុំធម៌ដើម្បីដកតំណែងមេដឹកនាំយោធាការបបោរបានធ្វើតាមភាពតានតឹងជាច្រើនខែជាមួយនឹង MOD កងកម្លាំង Wagner បានកាន់កាប់ Rostov-on-Don យ៉ាងឆាប់រហ័សទៅពោះយកទីស្នាក់ការយោធាភាគខាងត្បូងរបស់រុស្ស៊ីហើយបន្តទៅមុខជាងទៅកណ្ដាប់ផ្លូវទៅកាន់ទីក្រុងមូស្គូលោកពូទីនបានប្រកាសការហាយក្បួនថាក្បត់ជាតិនិងផ្ដល់ការលើកលែងទោសដល់ទាហានដែលឈប់នៅថ្ងៃទី24ខែមិថុនាប្រធានាធិបតីបេឡារុស Alexander Lukashenko បានចរចាឲ្យPrigozhin និងទាហាន Wagner របស់គាត់ផ្លាស់ប្ដូរទីលំនៅទៅបេឡារុសពីខែបន្ទាប់ពីការបះបោរ Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះឯកជននៅខាងក្រៅក្រុងមូស្គូមន្ត្រីអាមេរិកជឿថាការផ្ទុះដែលបញ្ជាដល់លោកពូទីនទំនងជាធ្វើឲ្យវាធ្លាក់ចុះនៅក្នុងខែវិច្ឆិកាឆ្នាំ2023អគ្គនាយកបញ្ជាការ Valer Zaluzhnyi បាននិយាយថាសង្គ្រាមបានឈានដល់ការជាប់គាំងបន្ទាប់ពីការវាយលុករបស់អ៊ុយក្រែនដែលបរាជ័យដោយសារតែភាពតានតឹងជាយុទ្ធសាស្ត្ររវាងប្រធានាធិបតីនិងមន្ត្រីយោធាកម្ពុជារបស់ Zelensky បានជំនួស Zaluzhnyi ជាមួយនឹងឧត្តមសេនីយ៍ Oleksandr Syrsky នៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2024ភ្លាមៗបន្ទាប់ពីការតែងតាំងរបស់គាត់ Syrsky បានបញ្ជាឲ្យដកកងទ័ពចេញពី Avdiivka ដែលជាទីក្រុងសំខាន់ក្នុងយុទ្ធសាស្ត្រទីក្រុង Donetsk ដែលជាកន្លែងដែលការប្រយុទ្ធកំពុងបន្តអស់រយៈពេល4ខែលោកបានលើកឡើងថាការដកថយគឺចាំបាច់ដើម្បីជៀសវាងការឡោមព័ទ្ធទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តនេះបានផ្ដល់ឲ្យរុស្ស៊ីនូវជ័យជំនះក្នុងសមរភូមិដ៏សំខាន់បំផុតរបស់ខ្លួនចាប់តាំងពីការដណ្ដើមបានបាល់ខ្មុតក្នុងខែឧសភាឆ្នាំ2023ការអភិវឌ្ឍថ្មីៗនៅដើមខែសីហាឆ្នាំ2024អ៊ុយក្រែនបានចាប់ផ្ដើមការវាយលុក Kursk ដែលជាការលុកលុយដ៏គួរភ្ញាក់ផ្អើលមួយចូលទៅកាន់តំបន់ Kursk របស់រុស្ស៊ីនេះជាការវាយលុកឆ្លងព្រំដែនលើដំបូងដែលធ្វើឡើងជាចម្បងដោយកងកម្លាំងយោធាអ៊ុយក្រែនក្នុងគោលបំណងបំផាយកងទ័ពរុស្ស៊ីនិងជនជាតិខាងកើតអ៊ុយក្រែនកងកម្លាំងអ៊ុយក្រែននឹងដើរបានទឹកដី 1250 គីឡូម៉ែត្រការ៉េនៃទឹកដីរុស្ស៊ីទោះបីជាយ៉ាងណាក៏ដោយ
រតនភាពបានជប់គាំងនៅពេលរុស្ស៊ីបានដាក់ពង្រាយទាហានជាង 50,000 នាក់ដើម្បីទប់ទល់ទៅនឹងការវាយប្រហារនេះរុស្ស៊ីបានអះអាងថាបានដណ្ដើមយកវិញប្រហែលពាក់កណ្ដាលនៃទឹកដីដែលបានបាត់បង់នៅ Kursk នៅខែមករាឆ្នាំ 2025 អ៊ុយក្រែនបានតាមដានជាមួយនឹងការលុកលុយលើកទី2ទោះបីជាវឌ្ឍនភាពនៅតែមានកម្រិតក៏ដោយសារតែការឆ្លើយតបយ៉ាងរហ័សរបស់រុស្ស៊ីក៏ដោយទាហានកូរ៉េខាងជើងជាង 10,000 នាក់បានចូលរួមជាមួយនឹងកងទ័ពរុស្ស៊ីពេញមួយការវាយលុកទាំងពីរដោយទទួលរងនឹងការខិតខានយ៉ាងធ្ងន់ធ្ងរហើយទីបំផុតត្រូវបានដកចេញនៅក្នុងខែកុម្ភៈឆ្នាំ 2025 អ៊ុយក្រែនក៏នៅតែមានចេតនានៅក្នុងការដាក់សម្ពាធវាយលុកទៅលើរុស្ស៊ីតាមរយៈការវាយប្រហារឥតឈប់ឈរទៅលើហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីនៅក្នុងខែឧសភាឆ្នាំ 2024 ប្រទេសរុស្ស៊ីបានរាយការណ៍ថាជំនហរគ្មានមនុស្សបើករបស់អ៊ុយក្រែនបានកំណត់គោលដៅលើជនស៊ីវិលនៅក្នុងតំបន់ Belgorod ដែលបានសម្លាប់មនុស្ស 6 នាក់នៅខែវិច្ឆិកាឆ្នាំ 2024 អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់ខ្លួនលើទឹកដីរុស្ស៊ីដោយប៉ុនប៉ងវាយប្រហារលើទីក្រុងម៉ូស្គូក្រោយមួយខែមកយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានទម្លាយចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីទៅដល់ក្រុង Kherson ដែលជាផ្នែកនៃការវាយប្រហារឥតឈប់ឈរទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រុស្ស៊ីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅតែបន្តកំណត់គោលដៅទៅលើរោងចក្រចម្រាញ់ប្រេងឃ្លាំងនិងរោងចក្រកែច្នៃឧស្ម័នទន្ទឹមនឹងនោះកងកម្លាំងរុស្ស៊ីព្យាយាមឥតឈប់ឈរដើម្បីធ្វើឲ្យតំបន់ជួរមុខអ៊ុយក្រែនចុះខ្សោយនៅខែឧសភាឆ្នាំ 2024 រុស្ស៊ីបានបើកការវាយលុកទៅលើតំបន់ Kharkiv ដែលទោះបីជាមានការទទួលបានទឹកដីក៏ដោយប៉ុន្តែទីបំផុតបានជប់គាំងបើទោះជាយ៉ាងណាក៏ដោយយុទ្ធនាការរដូវស្លឹកឈើជ្រុះនិងរដូវរងារបស់រុស្ស៊ីបានរុញច្រានកាន់តែជ្រៅទៅក្នុងភាគខាងកើតនិងភាគអាគ្នេយ៍របស់អ៊ុយក្រែនជាពិសេសនៅទីក្រុង Donetsk ដែលដណ្ដើមទឹកដីអ៊ុយក្រែនជាង 4,000 គីឡូម៉ែត្រការ៉េទោះបីជាមានការសង្ស័យខ្លះក្នុងចំណោមអ្នកប្រាជ្ញអន្តរជាតិនិងអ្នករិះគន់ក៏ដោយក៏រុស្ស៊ីនៅតែមានទំនុកចិត្តទៅលើសេដ្ឋកិច្ចក្នុងសម័យសង្គ្រាមរបស់ខ្លួនការគម្រាមកំហែងរបស់លោកពូទីនពេញមួយសង្គ្រាមក្នុងការប្រើអាវុធនុយក្លេអ៊ែរបន្តកើនការភ័យខ្លាចនិងកើនឡើងនៅខែមិថុនាឆ្នាំ 2023 រុស្ស៊ីបានប្រកាសពីការផ្លាស់ប្ដូរអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ប្រទេសបេឡារុសដោយប្រទេសបេឡារុសបានបញ្ជាក់ការទទួលនៅខែធ្នូឆ្នាំ 2023 នៅក្នុងខែមិថុនាឆ្នាំ 2024 ភាគីទាំងពីរបានធ្វើសម្ពយុទ្ធអាវុធនុយក្លេអ៊ែរនៅក្នុងខែវិច្ឆិកាឆ្នាំ 2024 លោកពូទីនបានកែប្រែគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ីដោយបញ្ជាក់ថារុស្ស៊ីនឹងចាត់ទុកការវាយប្រហារធម្មតាដោយសម្ព័ន្ធមិត្តរបស់រដ្ឋនុយក្លេអ៊ែរដែលជាហេតុផលសម្រាប់ទីក្រុងម៉ូស្គូដើម្បីធ្វើការវាយប្រហារនុយក្លេអ៊ែរអ៊ុយក្រែនបានទទួលជំនួយជាប់លាពីសហរដ្ឋអាមេរិកហើយប្រទេសសមាជិក NATO បន្តគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួនទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិករបស់លោក Donald Trump មនុស្សជាច្រើនជឿថាសង្គ្រាមអាចនឹងបញ្ចប់នៅឆ្នាំនេះលោក Donald Trump បានបដិញ្ញាបញ្ចប់សង្គ្រាមនៅពេលដែលលោកចូលកាន់តំណែងហើយបានស្វែងរកជំនួយកណ្ដាលកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនលោក Zelensky បានសម្ដែងការព្រួយបារម្ភចំពោះកិច្ចចរចាសន្តិភាពដែលមិនរាប់បញ្ចូលរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីដោយខ្លាចមានដំណោះស្រាយមិនសមត្ថនិងកង្វះធានាការសន្តិសុខសម្រាប់អនាគតរបស់អ៊ុយក្រែនលើពីនេះទៀតគីវនៅតែព្រួយបារម្ភចំពោះការបង្កជំនួយផ្នែកយោធានិងមនុស្សធម៌ពីសហរដ្ឋអាមេរិក